សួស្តីបងប្អូនទាំងអស់គ្នាក្នុងរាត្រីនេះ admin លើកយករឿងពិតមួយយកមកចែករំលែកដល់បងប្អូនអ្នកស្ដាប់រឿងនេះដែរគឺបានកើតឡើងនៅខេត្តកំពង់ធំនៅតំបន់នោះប្រជាជនរស់នៅប្រកបរបរធ្វើស្រែចម្ការដែលមិនសូវមានជីវភាពធូរធារណាស់ណាទេមានគ្រួសារមួយដែលមានសមាជិកម្នាក់ហ្នឹងគាត់មានវ័យចាស់ជរាហើយមានជំងឺប្រចាំកាយទៀតផងក្រុមគ្រួសារគាត់មិនសូវមានថវិកាគ្រប់គ្រាន់សម្រាប់ទិញថ្នាំសង្កូវដើម្បីព្យាបាលជំងឺនោះឡើយថ្ងៃមួយសមាជិកគ្រួសារបានចេញទៅធ្វើស្រែចម្ការអស់ដោយទុកឲ្យតាចាស់ដែលឈឺនៅផ្ទះតែម្នាក់ឯងតាចាស់នោះមានឈ្មោះថាតាពិលដោយសារពិបាកទ្រាំនឹងជំងឺព្រោះគាត់ឈឺនឹងយូរឆ្នាំមកហើយគាត់នឹងក៏សម្រេចចិត្តទៅធ្វើអត្តឃាតដោយចងកនៅលើដើមអំពិលដែលស្ថិតនៅមិនឆ្ងាយពីផ្ទះនោះប៉ុណ្ណាទេនៅពេលដែលក្រុមគ្រួសារគាត់ត្រឡប់មកពីស្រែចម្ការវិញគឺពេលល្ងាចណាស់ទៅហើយពួកគេក៏បានដើររកតាពិលយ៉ាងណាក៏រកមិនឃើញសោះសាកសួរអ្នកភូមិក៏គ្មាននរណាដឹងដែររហូតដល់ព្រឹកស្អែកឡើងទើបអ្នកភូមិនឹងប្រទះឃើញតាពិលនឹងគាត់ទៅចងកនៅលើដើមអំពិលបាត់ទៅហើយពេលនោះក្រុមគ្រួសារនិងអ្នកភូមិនឹងគាត់ក៏បានឡើងយកសាកសពតាពិលនឹងមកធ្វើបុណ្យទៅតាមប្រពៃណីនៅក្បែរដើមអំពិលដែលតាពិលចងកនោះណាមានដើមព្រីងមួយធំដែលដុះម្ខាងទៀតនៃផ្លូវនិងមានដើមដូងជាច្រើនដុះនៅជុំវិញដើមអំពិលនោះដែលមើលទៅមានសភាពនឹងងងឹតស្លុបគួរឲ្យខ្លាចមនុស្សជាច្រើននៅក្នុងភូមិនឹងគាត់មិនសូវហ៊ានដើរឆ្លងកាត់ទីនោះទេជាពិសេសវិញគឺនៅពេលយប់តែម្ដងបន្ទាប់ពីធ្វើបុណ្យបញ្ចុះសពឲ្យតាពិលរួចរំលងអស់7ថ្ងៃមានតាម្នាក់ហ្នឹងគាត់ឈ្មោះថាតាសែមគាត់មានផ្ទះនៅឯចុងភូមិថ្ងៃមួយហ្នឹងគាត់ក៏បានទៅលេងបងប្អូននៅកណ្ដាលភូមិហើយគាត់ដើរឆ្លងកាត់ដើមអំពិលនោះផងដែរតាសែមបាននិយាយជាមួយនឹងបងប្អូនណានិយាយគ្នាលេងរហូតដល់ម៉ោង11យប់រំលងអាធ្រាត្រហ្នឹងទើបគាត់នឹងត្រឡប់មកផ្ទះវិញគេបានខាត់តាសែមថាកុំទៅផ្ទះអីយប់ណាស់ទៅហើយនៅសម្រានទីនេះមួយយប់សិនទៅចាំពេលព្រឹកចាំទៅផ្ទះខុសត្រូវគ្នាមកយប់សោះតែតាសែមនិយាយថាមិននៅដេកទេព្រោះប្លែកកន្លែងដេកមិនលក់គាត់ក៏បានសម្រេចចិត្តថាត្រឡប់មកផ្ទះវិញទាំងកណ្ដាលយប់តែម្នាក់ឯងគាត់បានដើរបណ្ដើរហួចបណ្ដើរពេលដើរមកជិតដល់ដើមអំពិលហ្នឹងគាត់មានអារម្មណ៍ថាមាននរណាម្នាក់ហ្នឹងដើរតាមក្រោយគាត់បានក្រឡេកមើលក្រោយនឹងច្រើនដងដែរតែមើលមិនឃើញនរណាម្នាក់សោះហើយគាត់មិនមានអារម្មណ៍ថាភ័យខ្លាចនោះទេរហូតដើរមកដល់ក្រោមដើមអំពិលទើបគាត់នឹងរៀងព្រឺឆ្អឹងខ្នងបន្តិចដោយសារមើលទៅលើដើមអំពិលនោះមានរង្គើមែកឈើទាំងដែរមិនមានខ្យល់ទាស់តែសោះគាត់ចម្លែកក្នុងចិត្តភ្លាមនោះស្រាប់តែផ្លែដូងធ្លាក់នៅក្បែរផ្លូវគាត់ដើរគាត់បានមើលឃើញច្បាស់ណាស់
ថាផ្លែដូងធ្លាក់នៅទីនោះហើយគាត់គិតថានឹងយកផ្លែដូងហ្នឹងទៅធ្វើនំលក់នៅពេលព្រឹកដោយសារតែតាសែមហ្នឹងគាត់មានមុខរបរជាអ្នកលក់នំអន្សមនៅក្នុងភូមិពេលនោះគាត់ក៏បានដើរសំដៅទៅរើសផ្លែដូងតែគាត់រកមើលមិនឃើញសោះគាត់គិតក្នុងចិត្តថាទេអញឃើញច្បាស់ណាស់ថាផ្លែដូងធ្លាក់នៅត្រង់នេះហេតុអីបានជាពេលដើរទៅដល់បែរជាបាត់ទៅវិញគាត់នឹងចាប់ផ្ដើមមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងនឹងមួយរំពេចនោះគាត់ក៏បានដើរចេញពីដើមដូងនោះមកវិញយ៉ាងប្រញាប់ដើរមកដល់ផ្លូវស្រាប់តែមានផ្លែដូងនឹងធ្លាក់មកម្ដងទៀតគាត់ក្រឡេកមើលឃើញផ្លែដូងរមៀលទៅត្រង់ដើមអំពិលហើយគាត់ទៅរើសផ្លែដូងនោះពេលចាប់ផ្លែដូងមកមើលបែរជាមិនមែនផ្លែដូងតែជាក្បាលខ្មោចទៅវិញហើយបានញញឹមដាក់តាសែមពេលនោះតាសែមគាត់ក៏បានស្រែកយ៉ាងខ្លាំងរហូតដល់បាត់សំឡេងគាត់បានព្យាយាមរត់ចេញពីដើមអំពិលនោះដែរតែគាត់បែរជារត់មិនផុតពីដើមឈើនោះទាល់តែសោះដូចជាមាននរណាម្នាក់ហ្នឹងចាប់ជើងគាត់ជាប់ពេលនោះតាសែមបាននិយាយថាអ្នកប៉ិលអើយដោះលែងខ្ញុំទៅកុំបន្លាចខ្ញុំអីចាំខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលជូនពេលនោះគាត់ក៏បានរត់ចេញផុតពីដើមអំពិលនោះទៅលុះថ្ងៃបន្ទាប់គាត់ក៏បានប្រាប់អ្នកភូមិពីរឿងដែលគាត់ជួបកាលពីយប់មិញហើយតាសែមនិងអ្នកភូមិហ្នឹងបាននិមន្តលោកមកសូត្រធម៌នៅក្រោមដើមអំពិលនិងឧទ្ទិសឲ្យប្រលឹងវិញ្ញាណខ្មោចតាពិលហ្នឹងទៅចាប់ជាតិសាជាថ្មីហើយអ្នកភូមិមិនបានទុកដើមអំពិលនឹងទៀតទេគឺនាំគ្នាកាប់ដើមនោះចោលភ្លាមបន្ទាប់ពីធ្វើបុណ្យរួចចាប់តាំងពីពេលនោះមកមិនមាននរណានោះត្រូវខ្មោចលងនៅទីនោះទៀតទេអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតានឹងគាត់មានវ័យចាស់ហើយមានជំងឺទៀតហេតុអ្វីបានជាគាត់នឹងមានកម្លាំងឡើងដើមអំពិលដើម្បីធ្វើអត្តឃាតដោយចងកដូចនេះតាមការសាកសួរពីអ្នករស់នៅក្នុងភូមិនោះគាត់ថាដូចជាមាននរណានឹងនាំគាត់ឲ្យឡើងដើមអំពិលនោះធ្វើអត្តឃាតហើយគ្មាននរណាដឹងពីចម្លើយពិតប្រាកដនោះឡើយដោយ